về sự đây bồn bồn tra tí bầm bồn từng ngọc ní chẳngថ្ងៃនេះជួបជាមួយនឹងលោកគ្រូបន្តទៀតលោកគ្រូនឹងបង្រៀនអំពីវិញ្ញាសាទី2គឺជាវិញ្ញាសាដែលធ្លាប់ចេញប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិហើយអញ្ចឹងយើងមើលប្រធានលំហាត់របស់យើងចឹងលំហាត់របស់យើងគេឲ្យយើងគូសញ្ញាគ្រីសនៅក្នុងប្រអប់ចម្លើយដែលត្រឹមត្រូវតែមួយគត់អញ្ចឹងទី1គឺថាត្រីកោណABC កែងត្រង់ A ហើយគេបានប្រៀបថា AE ស្មើនឹង x ដែលជាកម្ពស់ហើយនឹង EB ស្មើ2សង់ទីម៉ែត្រ EC ស្មើ8សង់ទីម៉ែត្រតើ x មានប្រវែងស្មើប៉ុន្មានឃើញអញ្ចឹងកន្លែងហ្នឹងគឺយើងគណនាដោយប្រើរូបមន្តតំណែងមេត្រក្នុងត្រីកោណអញ្ចឹងគ្រូគូររូបឲ្យមើលដើម្បីសនុកអញ្ចឹងគេប្រៀបថាត្រីកោណកែងជាគូត្រីកោណកែងចឹងកែងត្រង់ A ចឹងដាក់ A មក B C ហើយមាន x AE នឹងជាកម្ពស់ចឹងយើងភ្ជាប់ពីនេះមកឲ្យវាកែងណាកាលណាកែងយើងបានជាកម្ពស់ចឹងនេះ AE កន្លែងនេះយើងតាំងដោយ x ហើយគេបានប្រាប់ថា BE ស្មើ2សង់ទីម៉ែត្រហើយគេប្រាប់ថា CE គឺស្មើនឹង8សង់ទីម៉ែត្រអញ្ចឹងកន្លែងនេះគឺយើងត្រូវពឹងលើរូបមន្តតំណែងមេត្រក្នុងត្រីកោណកែងអញ្ចឹងរូបមន្តហ្នឹងដែលមានតំណែងជាមួយកម្ពស់ហើយនឹងរង្វាស់ជ្រុងខាងរបស់ត្រីកោណរបស់យើងដែលគូចេញពីកម្ពស់អញ្ចឹងយើងប្រើរូបមន្តនេះមួយគឺរូបមន្ត AE ក្រេគឺវាស្មើនឹង BE គុណនឹង EC គេអញ្ចឹងយើងចំនួនចូល BE របស់យើងគឺ2ហើយ EC របស់យើងគឺ8អញ្ចឹងយើងគុណទៅយើងបាន16យើងទាញរក AE ត្រូវបំពាក់ឬការ៉េនៃ16បញ្ចេញមកបាន4អញ្ចឹងចម្លើយណាមាន4យើងព្រិះអញ្ចឹងកន្លែងហ្នឹងគឺយើងប្រយ័ត្នច្រឡំជាមួយនឹងចម្លើយខមាន4ដូចគ្នាប៉ុន្តែវាមានបូកដកអញ្ចឹងកន្លែងនេះវាអត់មានបូកដកទេដោយសារតែយើងដឹងថា AE វាជាប្រវែងកាលណាវាជាប្រវែងមានន័យថាវាអត់មានសញ្ញាដកទេឥឡូវយើងចូលដល់លំហាត់ទី2គេឲ្យយើងរកតម្លៃ m ដែលនាំឲ្យបន្ត y ស្មើនឹង m បូក 2x បូក3ស្របជាមួយនឹងបន្តមួយនេះអញ្ចឹងយើងដឹងឲ្យបន្ត2ស្របគ្នាកាលណាមេគុណប្រាប់ទិសរបស់វាស្មើគ្នាអញ្ចឹងមេគុណប្រាប់ទិសរបស់ទី1គឺ m បូក2ហើយវាស្មើនឹងមេគុណប្រាប់ទិសរបស់បន្តទី2ទៅគឺស្មើ3នេះទាញរក m យើងបោះ2មកនេះមកយើងបាន3ដល់2ស្មើ1អញ្ចឹងកន្លែងណាមាន1យើងគ្រីសមកនេះគឺជាចម្លើយគួរឥឡូវដល់វគ្គដែលយើងត្រូវធ្វើលំហាត់របស់យើងតោះអញ្ចឹងយើងធ្វើលំហាត់អញ្ចឹងលំហាត់ទី2របស់យើងនេះគេឲ្យយើងគណនាតម្លៃប៉ុណ្ណេះគេអញ្ចឹងគូ2យើងមកដាក់នៅនេះអូខេចឹងគេឲ្យយើងគណនាតម្លៃមួយហ្នឹងតើតម្លៃមួយហ្នឹងស្មើប្រមាណចឹងដើម្បីគណនាលំហាត់នេះបានគឺយើងត្រូវពិនិត្យមើលនេះនេះឬការ៉េនៃ2ឬការ៉េនៃ2បូកឬការ៉េនៃ5ហើយខាងក្រោមក៏មានឬការ៉េនៃ2បូកឬការ៉េនៃ5ហើយនេះឬការ៉េនៃ8ដកឬការ៉េនៃ20ខាងក្រោមក៏មានដូចគ្នាអញ្ចឹងមានន័យថាលំហាត់ហ្នឹងវាប្រកាសជាអាចសម្រួលគ្នាបានអូខេអញ្ចឹងដើម្បីគណនាបានយើងបញ្ចេញខ្លះមកពូ8នេះយើងអាចបញ្ចេញបានខ្លះហើយ20ក៏យើងអាចបញ្ចេញបានខ្លះដែរអញ្ចឹងមានន័យថាវាស្មើនឹងឬការ៉េនៃ2បូកឬការ៉េនៃ5គឺគូទុកដដែលបូកជាមួយនឹងឬការ៉េនៃ8ដកឬការ៉េនៃ20ហើយអញ្ចឹងឬការ៉េនៃ8គ្រូបញ្ចេញគ្រូអាចសរសេរថា
2 ការ៉េគុណ2បន្តមកទៀតដកនឹង20នេះគ្រូអាចសរសេរថា4គុណ5ឬក៏2ការ៉េគុណនឹង5ទាំងអស់នោះលើកជាការ៉េហើយខាងក្រោមឬការ៉េនៃ2បូកឬការ៉េនៃ5គឺសរសេរដដែលឬការ៉េនៃ8មិញនេះយើងបានបំបែកហើយគឺ2ការ៉េគុណនឹង2ដកនឹង2ការ៉េគុណនឹង5បន្តទៀតយើងបញ្ចេញឬការ៉េនៃ2បូកឬការ៉េនៃ5លើកជាការ៉េនៅដដែលចឹងនេះនៅពេលដែលយើងបញ្ចេញមកវារួចពីឬការ៉េ2លើកជាការ៉េហើយវាលើកជាការ៉េទៅយើងបាន4ឬការ៉េនៃ2ខាងក្រោមមានដូចគ្នាបន្តនឹងដូចគ្នាអញ្ចឹងយើងបញ្ចេញមកបាន2លើកជាការ៉េគឺ4អូខេច្រឡំមកម្ដងទៀតដោយសារការ៉េវាក្តោបទាំងមូលចឹងវាបញ្ចេញមកបាន2ដដែលទេណា2ឬការ៉េនៃ2ដក2ឬការ៉េនៃ5លើកជាការ៉េព្រោះអានេះយើងមិនអាចតម្លាក់ការ៉េមកបានទេបើសិនជាយើងចង់តម្លាក់រូបត្រាដែលយើងប្រើរូបមន្ត a ដក b លើកជាការ៉េឬការ៉េនៃ2បូកឬការ៉េនៃ5លើកជាការ៉េចឹងនេះយើងបញ្ចេញមកយើងបាន2ឬការ៉េនៃ2ដក2ឬការ៉េនៃ5បន្តទៀតនៅពេលយើងបានប៉ុណ្ណឹងហើយគឺយើងត្រូវផ្ដាច់ភាគបែងតោះចឹងយើងផ្ដាច់ភាគបែងអញ្ចឹងឬការ៉េនៃ2បូកឬការ៉េនៃ5ដូចជាការ៉េវាត្រូវផ្ដាច់ភាគបែងមកនេះ2ឬការ៉េនៃ5ឬការ៉េនៃ2បូកឬការ៉េនៃ5កតា2ចឹង2នេះយើងអាចទាញវាជាកតាបានចឹងយើងទាញ2ដាក់នៅក្រៅមកយើងបានឬការ៉េនៃ2បូកឬការ៉េនៃ5តទៀតចឹងយើងចូលដល់សញ្ញារបស់វាគឺសញ្ញាបូក2គូទាញជាកតាដូចគ្នាបាន2ឬការ៉េនៃ2ដកឬការ៉េនៃ5ហើយលើកជាការ៉េចឹងដោយសារនេះវាមានការ៉េនៅពេលយើងទាញជាកតាទៅវាបាន2ការ៉េហើយខាងក្រោមគឺយើងផ្ដាច់ភាគបែងនៅដដែលចឹងកន្លែងនេះគឺយើងដកណាតោះចឹងបន្តទៀតយើងសម្រួលណាដែលសម្រួលបានយើងសម្រួលនេះសម្រួលចឹងវានៅសល់អីគេណាសល់ឬការ៉េនៃ2បូកឬការ៉េនៃ5នេះសល់លេខ2ហើយឬការ៉េនៃ2ដកឬការ៉េនៃ5ចឹង2នេះយើងសម្រួលបានដូចគ្នាចឹងខាងលើសល់2មួយទៀត2ឬការ៉េនៃ2ដកឬការ៉េនៃ5អានេះយើងអាចសម្រួលវាបាននេះឃើញទេសម្រួលអស់មួយចឹងវានៅសល់អីគេគឺវានៅសល់2បូកឬការ៉េនៃ5ឬការ៉េនៃ2បូកឬការ៉េនៃ5ចឹងបន្តទៀតយើងសង្កេតឃើញថាវាមាននេះយើងឃើញថាវាមានលេខដូចគ្នាហើយខុសសញ្ញាចឹងយើងគ្រាន់តែតម្រូវភាគបែងម្ដងទៀតចឹងតម្រូវភាគបែងមកភាគបែងរួមយក2ឬការ៉េនៃ2ដកឬការ៉េនៃ5កតា2ឬការ៉េនៃ2បូកឬការ៉េនៃ5ហើយយើងគុណខ្វែងណាគុណខ្វែងចឹងយើងបានឬការ៉េនៃ2បូកឬការ៉េនៃ5គុណនឹងឬការ៉េនៃ2បូកឬការ៉េនៃ5ចឹងនេះដូចគ្នាយើងគុណខ្វែង2គុណនឹង2នេះយើងបាន4ឬការ៉េនៃ2ដកឬការ៉េនៃ5ចឹងវាត្រូវគុណនឹងឬការ៉េនៃ2ដកឬការ៉េនៃ5
គេចឹងមកដល់កន្លែងនេះគឺយើងអាចប្រើរូបមន្តបានព្រោះនេះបើយើងគុណផលិតទៅវាចូលរូបមន្តគឺយើងអាចគុណផលិតក៏បានឬក៏យើងប្រើរូបមន្តក៏បានគឺ a បូក b ដូចជាការ៉េចឹងគ្រូប្រើរូបមន្តគឺ a ការ៉េនេះចាត់ទុកជា a បូក 2 ឬការ៉េនេះ 2 អានេះ a គុណនឹង b គឺឬការ៉េនេះ 5 បូកឬការ៉េនេះ 5 ដូចជាការ៉េ 4 នៅដដែលចឹងនេះដូចគ្នាណាគឺវាចូលរូបមន្ត a ដល់ b ដូចជាការ៉េព្រោះនេះ a នេះចាត់ទុកជា a នេះចាត់ទុកជា b a ការ៉េមានប៉ុណ្ណេះដល់ 2 គុណនឹងឬការ៉េនេះ 2 គុណនឹងឬការ៉េនេះ 5 បូកឬការ៉េនេះ 5 លើកជាការ៉េភាពបាយនេះគឺវាចូលរូបមន្តហើយ a ដល់ b ក៏ថា a បូក b ចឹងស្មើនឹង a ការ៉េដល់ b ការ៉េតោះចឹងនេះយើងបញ្ចេញរួចយើងបានលេខ 2 អានេះយើងបាន 2 ឬ 10 បូកនឹង 5 ឬការ៉េនេះ 5បញ្ចេញរួច 4 ទុកនៅដដែលសិន 2 នេះគឺយើងបញ្ចេញរួចយើងបានលេខ 2 ដក 2 2 គុណ 5 យើងបាន 10 បូកនឹង 5 ប៉ុណ្នេះសម្រួលបានណា 2 កតា 2 ដក 5 ខាងក្រោមបញ្ចេញរួចទាំងអស់អូខេចឹងបន្តទៀតស្មើនឹងយើងយក 2 បូក 5 2 បូក 5 គឺ 7 7 បូកនឹង 2 ឬក្រែនេះ 10 ដក 4 ថាគុណបញ្ចូលប៉ុន្តែមុនគុណបញ្ចូលយើងបូក 2 ជាមួយ 5 សិន 2 បូក 5 គឺ 7 7 គុណ 4 យើងបាន 7 ម្ដង 28 ឃើញអញ្ចឹងយើងមើលកន្លែងបន្តិចនេះសញ្ញាបូកទេណាគូច្រឡំអញ្ចឹងយើងដូរដាក់បូកវិញទាំងអស់អូខេឥឡូវសញ្ញាបូកអញ្ចឹងបន្តទៀតគឺយើងយក2គុណ4គុណនឹងដក 2 អញ្ចឹងវាទៅជាដក 8 ឬការ៉េនៃ 10 អញ្ចឹងអានេះយើងអាចសរសេរថា 2 យក 2 ដក 5 វាសល់ដក 3 ចឹងយើងស៊ីសងលេខបន្តិចណាចឹង 7 បូកជាមួយនឹង 28 វាឡើង 35 ហើយនេះ 2 ដកនឹង 8 វាសល់ដក 6 ឬការ៉េនៃ 10 អានេះយើងគុណទៅយើងបាន 2 គុណនឹង 3 2 គុណ 3 យើងបាន 6 ចឹងមានន័យថាដក 6 ចឹងលេខហ្នឹងគឺយើងអាចបំបត្តិសញ្ញាដកចេញពីភាគបែងបានដោយគ្រាន់តែយកអង្គទាំងពីរចែកនឹងដកចឹងដោយសារនេះនៅពេលចែកដកវាចេញបូកចឹងគ្រូសេបូកមុនបូក 6 ឬការ៉េនៃ 10 ហើយដក 35 ចែកជាមួយ 6 ហើយអញ្ចឹងយើងអាចសម្រួលចោលខ្លះបានបើយើងចង់ផ្ដាច់ភាគបែងណា 6 ចែក 6 បានហើយអញ្ចឹងយើងមិនផ្ដាច់ភាគបែងចម្លើយយកប៉ុណ្ណឹងតែម្ដងហើយអញ្ចឹងលំហាត់របស់យើងគឺចាប់តែប៉ុណ្ណឹងអញ្ចឹងគ្រូកែដល់លំហាត់ទី2អញ្ចឹងវីដេអូក្រោយគ្រូនឹងកែលំហាត់បន្តទៀតដើម្បីឲ្យចាប់វិញ្ញាសារបស់យើងអញ្ចឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត